chẳng bây giờ châu máu dân phơi này hao ai thử ép tiền mình nuôi nè thử ớt chẳng bây giờ dân chạy play tới virus tới là về mùi thử ớt toán chắc là cụ bậc hai bao dương tẹt tôn cho mùi nên phơi là về chắc là bây ban là về dương bậc cả lê ao thoa mà đa thế nó ớt nhìn bánh hà thì nè song khán nước p để dương châu màu ôn skate mơ tiền game bao lục cụ copy tiền game bao ôn tiền game bao ôn cứ miền tai mùi trung thì miền tập pan này thì còn ấy mình tái bao lục cụ riêng khó trăng thay vì về vô lẽ chẳng p để dương lên lục cụ thì ho muối nè được p để dương lẽ nè dương lẽ tiền bao dương cứ rút từ một bài này còn ấy dương ai sầm lạp sắt bàn chẳng dương rút là hốt ta đó trong bịch trong này tiền ghẻ bao giờ nè chẳng nơi ti bịch trong này ghẻ bao giờ cứ nơi trong bịch trong lại nè toàn ấy chẳng bao ghẻ bắt bọc cát dương miên cái lại bịch trong ai miên tùng chiên còn miên cồn sao còn miên ai muối xem bịch trong bao ghẻ bao giờ toàn ấy chẳng chỉ tu tới nơi p đẹp ôn phơ bị lứa trong một cào thử hết thùng clay thử ớt chẳng là lấy cụ này nó bị biết phơ bài này nơi p đẹp ôn phơ tập 4គឺបងបង្កើតបច្ចេកមួយឧទាហរណ៍ថា screen ex មួយឧទាហរណ៍អញ្ចឹងយើងរើបែបនឹងធម្មតាលោកគ្រូខ្លៅអត់ sale ទេនេះឃើញផ្ទាំងរបស់យើងហ៎ផ្ទាំងរបស់យើងគឺទូចតោះនេះយកគ្រូនិយាយហ៎អញ្ចឹងនៅពេលដែលយើងបង្កើតឧទាហរណ៍លោកគ្រូបង្កើតbackground មួយដាក់ពណ៌ខៀវនៅពេលដែលយើងលេងគឺមានតែប៉ុណ្្នឹងទេតែបានទេអញ្ចឹងយើងចង់ឲ្យវែងដោយបើលោកគ្រូអញ្ចឹងរបៀបធ្វើគឺបងអូនចូលទៅក្នុងកន្លែងផ្ទាំង layout នឹងដដែលហើយបងអូនចូលមកកន្លែងសាយឃើញសាយឡើងនេះហ៎អញ្ចឹងសាយកន្លែងហ្នឹងប្រសិនបើហ្គេមយើងចាប់ពីឆ្វេងទៅស្ដាំពីនេះពីដើមនេះមកនេះបងអូនចង់បានវែងអញ្ចឹងកន្លែងនេះបងអូនដាក់ទំហំវា10000មកតោះនេះហើយអានេះជាផ្ទាំងបញ្ឈរកន្លែងនេះកម្ពស់នេះមកតាមនេះអញ្ចឹងជាទូទៅយើងចង់ឲ្យវា full screen អញ្ចឹងយើងដាក់ទំហំត្រឹមតែ1080សុំទោសជាប់លើ layout នេះក្រោមទៀតចុចលើ layer នេះលើ screen របស់យើងអានេះដាក់10000អានេះដាក់វា1080 1080នេះអញ្ចឹងយើងបានផ្ទាំង game មួយដែរវែងយល់លោកគ្រូនិយាយហ៎ប្រសិនបើយើងចង់បានខ្លីជាងហ្នឹងអញ្ចឹងយើងបន្ថយទំហំប្រសិនបើបងអូនចង់បានកម្ពស់ទាបជាងហ្នឹងឧទាហរណ៍នេះ screen យើងប៉ុណ្ណេះតោះនេះអញ្ចឹងបងអូនចង់បានទូជីហ្នឹងបងអូនដាក់ត្រឹមតែ500ឧទាហរណ៍530ឃើញផ្ទាំងយើងអីនេះបាត់នេះយល់លោកគ្រូនិយាយវាទូជាងមុននេះយល់គ្រូនិយាយហ៎កន្លែងហ្នឹងអញ្ចឹងបើធម្មតាយើងប្រើទំហំត្រឹម10 18នេះតោះនេះអញ្ចឹងយើងអាចបន្ថែមហ្គេមរបស់យើងបានដែរឧទាហរណ៍លោកគ្រូដាក់ background វែងបែបនេះមួយហើយលោកគ្រូ lock នេះតោះនេះហើយលោកគ្រូបង្កើតlayout មួយលោកគ្រូដាក់ទីតាំងឲ្យតួអង្គឈរចឹងគ្រូប្រើ time map កន្លែងហ្នឹងយើងអត់ប្រើ sprite ទេណាត្រូវចាំអត់ប្រើ sprite ទេយើងប្រើ time map អញ្ចឹងយើងដូរឈ្មោះថាដីតោះនេះឧទាហរណ៍ថាវាជាដីតោះនេះអញ្ចឹងយើងអត់យកអាហ្នឹងទេយើងគូខ្លួនឯងប៉ុន្តែយើងប្រើពណ៌ដីមកយល់គ្រូនិយាយហ៎ហើយយើងចូលកន្លែងនេះយើងជ្រើសរើសទំហំត្រឹមដែលយើងចង់បាននេះតោះនេះលោកគ្រូដាក់ឯងធំប៉ុណ្ណេះហើយគូវាមកទៀតbackground ហ្នឹងរៀងពណ៌នេះបន្តិចលោកគ្រូសុំដូរបន្តិចដាក់ពណ៌រៀងសបន្តិចទៅនេះតោះនេះហើយដី
លោកគ្រូសុំពណ៌ដីនេះតោះនេះលោកគ្រូសុំឡុកអានេះបន្តិចបន្ទាប់មកយើងគូនេះយើងចុចយកថែ map កន្លែងនេះនេះថែ map ហើយយើងគូមកទាញថែ map មកកន្លែងនេះហើយយើងគូត្រឹមនេះមកយើងយក4ជ្រុងហើយយើងយកខ្មៅដៃនេះដើម្បីគូអញ្ចឹងយើងចង់គូដីឥឡូវហ្គេមរបស់យើងនេះយើងចង់បានពីណាទៅឧទាហរណ៍ថាយើងចង់ឲ្យតួអង្គឈរពីកន្លែងនេះទៅតោះនេះនេះអញ្ចឹងគូអញ្ចឹងលំបាកហ៎លំបាកអញ្ចឹងយើងប្រើមកក្បាច់ទៀតគឺយើងselect វាអស់មកឧទាហរណ៍លោកសុំ zoom បន្តិចអញ្ចឹងហើយយើងយករូបខ្មៅដៃមកវាចម្លងឲ្យយើងតោះនេះបងប្អូនចង់បានវិញយើងទេបងប្អូន select វាទាំងអស់មកតោះនេះហើយយករូបខ្មៅដៃគូវាមកយកលោកគ្រូនិយាយហ៎នេះនេះហ្គេមរបស់យើងបានហើយខាងក្រោមនេះមានមួយជាន់ទៀតឧទាហរណ៍លោកគ្រូមានមួយជាន់ទៀតណានេះតោះមកយើងចាប់ដើម preview មើលនេះឃើញបានទេឃើញបានផ្ទាំងហ្នឹងណាឥឡូវយើងចាប់ដើមបង្កើតតួអង្គមួយអញ្ចឹងមុនបានតួអង្គយើង lock អាហ្នឹងចោលសិនយើង lock វា lock selection នេះតោះនេះយើងដាក់តួអង្គមួយយើងដាក់តួអង្គយើង insert មួយយើងយកអី sprite អញ្ចឹងតួអង្គយើងឈ្មោះអី player ឧទាហរណ៍ថាឧទាហរណ៍លោកគ្រូដាក់ណាដាក់ឈ្មោះសុភីស្រាញ់ចិត្តទេអាហ្នឹងណាសុភីឧទាហរណ៍ចេះនេះអញ្ចឹងតួអង្គយើងបង្កើតតួអង្គយើងមួយយើងដាក់រូបពណ៌ខៀវហើយមានភ្នែកមកនៃពណ៌សអញ្ចឹងទៅនេះគាត់នេះអូចាំគាត់ហើយយើងគូថ្មិញមកថ្មិញដាក់ចេះទៅឧទាហរណ៍ណាចឹងទៅនេះអញ្ចឹងយើងបានតួអង្គយើងមួយគាត់នេះអញ្ចឹងតួអង្គយើងប្រើទំហំ70 គុណ 70ទៅតោះនេះកន្លែងសាយហ្នឹងនេះអញ្ចឹងយើងបានតួអង្គមួយតោះនេះអញ្ចឹងតួអង្គហ្នឹងយើងត្រូវឲ្យវាធ្លាក់ដើរលើដីហ្នឹងអញ្ចឹងដើម្បីឲ្យតួអង្គដើរយើងមកស្ដាំលើតួអង្គយើង add behavior យកអីយក platform អញ្ចឹងយើងអាចឲ្យតួអង្គយើងដើរបានណាប៉ុន្តែមុននឹងឲ្យតួអង្គដើរបានយើងត្រូវកំណត់អីមួយទៀតកំណត់លើដីយើងនេះអញ្ចឹងយើងចុចលើដីយើងនេះមកស្ដាំយក add behavior យកអីយក solid ហើយមកអញ្ចឹងយើងនឹងទទួលបានបែបនេះតោះនេះតួអង្គយើងដើរលើនឹងបានតោះនេះបាទអញ្ចឹងនៅពេលដែលមកដល់នេះឃើញបញ្ហានេះបាំងអញ្ចឹងដើម្បីកុំឲ្យវាបាំងយើង add មកស្ដាំលើយើង add behavior មួយទៀតយកអីយក scroll to ហើយ add មួយទៀតនៅពេលដែលដល់នេះអាហ្នឹងមានន័យថាអត់ឲ្យវាដើរចេញក្រៅជាងតោះនេះ3នឹងមកនេះបន្ទាប់មកយើងអាចមើល hero របស់យើងអានេះ hero យើងដើរបានរហូតនេះឃើញតួអង្គដើរអត់យើងអត់ឃើញ hero ដើរទេដោយសារអីមិនលូទេដោយសារ background យើងដដែលអញ្ចឹងលោកគ្រូបរៀនមកក្បាច់ទៀតធ្វើមិនឲ្យយើងមានអារម្មណ៍ថា background របស់យើងដូររូបភាពអញ្ចឹងយើងមកស្ដាំលើ background របស់យើងនេះយើងថែមវាមួយឆ្នោតមកនេះឧទាហរណ៍ណាលោកគ្រូសុំថែមចាហើយនេះគាត់មើលដូរទីសិន
យល់ល្អគូទាំងអស់ទៅឧទាហរណ៍ថាឥឡូវយើងដាក់ពណ៌ផ្ទៃមេឃទៅបាទតោះឥឡូវឧទាហរណ៍លោកគ្រូសុំថែ4ជ្រុងកន្លែងនេះមួយដើម្បីឲ្យមើលទៅឃើញវាមិនដដែលនេះឃើញទេតោះនេះអញ្ចឹងរបៀបធ្វើឲ្យអេក្រង់នឹងដូរអូនអោសចូលមកក្រោមយក random ណាអូចេះហើយនេះឯណា random តាណាបាត់ហើយបាត់ random តាណាបាត់ហើយនៅក្នុង layout បាត់តាណាបាត់ហើយរកឃើញយូណាបាត់ឃើញគ្រូចុចខុសកន្លែងយូណាបាត់ហើយបាត់ណាបាត់ហើយថែមបែបនេះវាហៅវាទេមែនទេជុំរកធីបាត់តាណាបាត់តាណាគ្រូសុំលុប layout ចេញសិនដើម្បីដាក់ម្ដងទៀតឲ្យយើងមើល insert យក time background លោកគ្រូដាក់មេឃដាក់ខុសឬខុសយក time background មេឃគូសវាមកណាហ្នឹងយើងគូសមកអញ្ចឹងនៅពេលដែលយើងគូសវាមុនក្រោយអញ្ចឹងបងអូនទាញវាទៅក្រោយវិញនេះទាញវាទៅខាងក្រោយវិញហើយយើងម៉ៅស្ដាំយកមិញលោកគ្រូចុចlock នេះដោយសារមិញលោកគ្រូចុច lock ដល់ពេលអញ្ចឹងយើងកើតនេះអូនមើលមកពេលយើងចុចមកវាមានជំរឿសមួយយក enable នេះ enable ហើយនេះអញ្ចឹង enable ហ្នឹងមានន័យថារូបភាពរបស់យើងឧទាហរណ៍ចេះនេះរូបភាពរបស់យើងឃើញមានការ៉េចេះមួយណាអញ្ចឹងនៅពេលដែលយើង random រូបភាពហ្នឹងវានឹងបដូរនេះឃើញទេតោះនេះរូបហ្នឹងការពិតការ៉េចេះនៅពេលដែលយើងចុច tick random វាដូររូបភាពហ្នឹងចល័តកាត់ផ្ងាស្រាញ់វាអញ្ចឹងធ្វើឲ្យរូបហ្នឹងមើលទៅមានចលនានេះលោកគ្រូដើរតោះនេះឥឡូវយើងមើលទៅឃើញរូបយើងមានចលនាវិញនៅមាញ់មើលទៅអត់មានចលនាឥឡូវយើងមើលទៅឃើញចលនាអញ្ចឹងបងអូនធ្វើបែបហ្នឹងទៅដើម្បីឲ្យវាមានចលនាបានតោះនេះឡើងហ្នឹងអញ្ចឹងប្រសិនបើក្នុងករណី game របស់យើងពីលើចុះមកក្រោមវិញគ្រូសុំ lock អានេះបន្តិចអញ្ចឹងក្នុងករណី screen យើងនេះយើងចង់ធ្វើពីលើចុះមកក្រោមវិញអញ្ចឹងយើងដូរកន្លែងនេះដូរពីអីមកវិញយើងដូរកន្លែងនេះដាក់1080ហើយអានេះ10000វិញតោះនេះយល់គ្រូនិយាយទេនេះអញ្ចឹង game របស់យើងគឺពីលើចុះមកក្រោមវិញយល់លោកគ្រូនិយាយទេតន់អត់ឡើងហ្នឹងលោកគ្រូសុំដូរត្រឡប់មកវិញឲ្យគ្នាយើងមើលកន្លែងនេះបន្តិចកន្លែងហ្នឹងយ៉ាត់ច្រឡំកន្លែងនេះណាអញ្ចឹង10000នេះ10 18អញ្ចឹងពេលដែលយើងធ្វើក្នុងករណីនេះបងអូនចង់លុប
chẳng lúc lại nam mũi nằm ấy tu ăn những ai trong mà cầu bàn chẳng thể thương mạch chẳng là việc lúc ôn cho lừa thai mẹ lại ní complete cho lừa đầy nắng thai mẹ nắng hỏi thứ ấy ăn lọc hồ toàn ấy bàn những cài cả toàn ấy chẳng là việc lúc ôn cho lừa lúc chùa lúc hai ôn chẳng lúc lại nà nè như nó cũng như vậy ôn chẳng lúc lại nà tiền ôn cho lừa lúc chùa lúc hai lúc vì màu toàn ấy không cả nàyยังchẳng cụ thể cho lừa lúc mà đáy hai rư này rư tầm hôm mà hai cụ toàn ấy nhớ việc lúc được kia cho rư lúc cho lúc nhưng lúc màu toàn ấy rư rư tầm hùng vô lại năng ấy và chắc ông ai cao chi tầm rong này ông chẳng thử ông chẳng bật time bài mấy ông bật time từ toàn ấy ông thời trăm nó bây giờ ông thử thử miên mình nói miên là về ván là về pi nơi chỉ mũi kia hái xong bắt đầu mua ở trong trời phòng ông thọ nắng đây rồi có chỉnh trang tây mê xong bắt đầu ở trời chia viên miên pa nhà nơi bây để dương ta xây cầu vô là cùng gì ấy